សួស្តីបងអូនទាំងអស់គ្នាជួបគ្នាទៀតហើយថ្ងៃនេះរៀងពិសេសបន្តិចដោយសារតែគៀកចូលឆ្នាំអញ្ចឹងហើយខ្ញុំក៏ចេញវីដេអូបង្រៀនបងអូនទាំងអស់គ្នាអំពីវិធីចាក់កម្មាពានាអ្នកនរគ្នាអាចចាក់ជូនអ្នកម៉ាក់ជាទីស្រឡាញ់បានតើកុំឲ្យខាតពេលយូរមកមើលពីឧបករណ៍ដែលយើងត្រូវប្រើទាំងអស់គ្នាមកជុលខ្ញុំប្រើលេខ 4mm ចំណែកឯអំបោះយើងប្រើអំបោះតិចកម្មអ្នកនរគ្នាជាប្រភេទអំបោះ200ក្រាមហើយជាដំបូងយើងត្រូវឡើងកតុយកដោមកអ្នកនរគ្នាយើងឡើងចំនួន26កតុយកដោនៅពេលដែលអ្នកទាំងអស់គ្នាចាក់បានចំនួន26កតុយកដោហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមចាក់ជួរទី1អ្នកទាំងអស់គ្នាហើយដើម្បីចាក់ជួរទី1បានយើងត្រូវតែយកកញ្ចក់យើងហ្នឹងមកចុចចំចំណុចដែល26កតុយកដោហ្នឹងរួចហើយយើងឡើងកតុយកដោ3ពីលើទៅទៀតបន្ទាប់មកយើងចាក់បង្គោលរបងនៅក្នុងចំណុចកតុយកដោទី26ហ្នឹងមួយមកបន្ទាប់មកយើងក៏ចាក់បង្គោលរបងមកប្រឡោះមួយរហូតទៅដល់ខាងចុងនៅពេលដែលអ្នកទាំងអស់គ្នាចាក់ជួរទី1ហើយវានឹងបានរូបរាងបែបនេះអញ្ចឹងយើងបន្តទៅចាក់ជួរទី2ដើម្បីចាក់ជួរទី2បានយើងត្រូវឡើងកតុយកដោចំនួន3បន្ទាប់មកយើងឡើងបង្គោលរបង1ហើយបង្គោលរបង1ទៀតអញ្ចឹងទាំងកតុយកដោទាំងបង្គោលរបងគឺយើងបាន3បន្ទាប់មកយើងចាក់កតុយកដោចំនួន3ហើយយើងចាក់បង្គោលរបងនេះវារាងវែងជាងបង្គោលរបងមុនបន្តិចហើយវិធីចាក់វាអាចមើលទៅតាមនឹងបានអញ្ចឹងហើយយើងខាងក្រោមយើងច្រឡះចោលមួយឥឡូវយើងអត់ច្រឡះទេយើងទាញវាបែបហ្នឹងមកចាក់វាចំនួន4ហើយការពាត់ចាក់បង្គោលរបងនេះគឺយើងពាត់ពីជុំដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងចាក់វាចំនួន4មកអ្នកទាំងអស់គ្នាចាក់បង្គោលរបងវែងមួយច្រឡះមួយតែខាងលើអត់ច្រឡះទេច្រឡះខាងក្រោមហើយយើងចាក់កតុយកដោ3រួចមកយើងចាក់បង្គោលរបង3ហើយយើងចាក់កតុយកដោ3បន្ទាប់មកយើងចាក់បង្គោលរបងវែង1ច្រឡះមួយយកមួយច្រឡះមួយយកមួយដូចពីមុខដែរយើងចាក់ដូចគ្នាអញ្ចឹងពេលដែលយើងចាក់ជួរទី2ហើយយើងនឹងទទួលបានរូបរាងបែបនេះអញ្ចឹងយើងបន្តទៅចាក់ជួរទី3តទៀតសម្រាប់ជួរទី3យើងឡើងកតុយកដោ3ហើយចាក់បង្គោលរបង2បន្ទាប់មកយើងចាក់កតុយកដោចំនួន3ហើយយើងចាក់ single crochet អ្នកទាំងអស់គ្នាយើងចាក់ single crochet មួយប្រឡោះមួយវាបាន4ប្រឡោះយើងចាក់ single crochet 4បន្ទាប់មកយើងចាក់កតុយកដោ3ហើយយើងចាក់បង្គោលរបង3ទៀតហើយចំណែកឯខាងក្រោយនេះក៏យើងចាក់ដូចពីមុខដូចគ្នាអញ្ចឹងពេលដែលចាក់បង្គោលរបង3ហើយយើងចាក់កតុយកដោចំនួន3ហើយចាក់ single crochet 4ហើយចាក់កតុយកដោចំនួន3រួចចាក់បង្គោលរបង3ដែរហើយនៅត្រង់ចំណុចនេះអ្នកទាំងអស់គ្នាចាប់ពីជួរទី3នឹងរហូតដល់ជួរទី6យើងធ្វើដូចគ្នាទាំងអស់
ដល់ត្រង់ចំណុចនេះយើងចាក់ជួរទី7អ្នកទាំងអស់គ្នាដើម្បីចាក់ជួរទី7យើងត្រូវឡើងកតុយកដោចំនួន3ហើយយើងចាក់បង្គោលរបង2បន្ទាប់មកយើងចាក់កតុយកដោ1ហើយយើងចាក់បង្គោលរបងវែង1យើងចាក់បង្គោលរបងវែង1ហើយយើងចាក់កតុយកដោ1បន្ទាប់មកយើងចាក់បង្គោលរបងវែង1ទៀតយើងធ្វើបែបនឹងចំនួន4អ្នកទាំងអស់គ្នាយើងចាក់បង្គោលរបងវែងឲ្យបាន4មកចាក់បង្គោលរបងវែង1កតុយកដោ1នៅពេលដែលយើងចាក់គ្រប់ចំនួនហើយយើងចាក់កតុយកដោ1ហើយយើងចាក់បង្គោលរបង3ហើយចំណុចម្ខាងទៀតក៏យើងធ្វើដូចគ្នាអញ្ចឹងនៅពេលដែលយើងចាក់រួចនេះជារូបរាងអ្នកទាំងអស់គ្នាយើងនឹងទទួលបានរូបរាងវាបែបហ្នឹងហើយចាក់ជួរទី8គឺយើងចាក់កតុយកដោចំនួន3បន្ទាប់មកយើងចាក់បង្គោលរបងមកប្រឡោះមួយអ្នកទាំងអស់គ្នាអញ្ចឹងយើងនឹងបានបង្គោលរបងចំនួន26ហើយដើម្បីចាក់កសែងយើងឲ្យបានវែងណាអ្នកទាំងអស់គ្នាចាប់ពីជួរទី9ទី10ទី11ទៅគឺយើងចាប់ផ្ដើមឡើងវិញដូចកាលពីយើងចាប់ផ្ដើមជួរទី1ទី2អញ្ចឹងយើងចាប់ផ្ដើមចាក់ដូចគ្នាឡើងវិញដដែលដូចគ្នាទាំងអស់រហូតតតែបានចំនួនដែលយើងចង់បានមកបានប្រវែងដែលវាស់នឹងខ្លួនពាក់ទៅថាអូខេល្មមហើយក៏បញ្ចប់វាត្រឹមហ្នឹងទៅអ្នកទាំងអស់គ្នាហើយវិធីចាក់វាគឺដូចគ្នាអញ្ចឹងដដែលដូចតែគ្នាអញ្ចឹងដោយកាលពីយើងចាប់ផ្ដើមពីជួរទី2ទី3ទី4ទី5ទី6ទី7អញ្ចឹងមកដល់ចំណុចនេះយើងចាប់ផ្ដើមចាក់ជេរកម្មាអ្នកទាំងអស់គ្នាអញ្ចឹងយើងត្រូវចាក់កតុយកដោចំនួន15នៅពេលដែលអ្នកទាំងអស់គ្នាចាក់បានចំនួន15ហើយយើងហូតវាបែបនេះមកអ្នកទាំងអស់គ្នាយើងឡើងមួយហើយយើងហូតអញ្ចឹងមកបន្ទាប់មកយើងទាញវា4ដងទៀតនៅក្នុងមួយប្រឡោះយើងធ្វើបែបហ្នឹងមកអ្នកទាំងអស់គ្នារួចហើយយើងតាក់វាចូលបែបនេះមករួចយើងធ្វើមួយតង់ទៀតយើងហូតអញ្ចឹងដូចគ្នាហើយមកប្រឡោះខាងក្នុងហ្នឹងយើងធ្វើវា4ដងទៀតហើយបានយើងតាក់វាបែបហ្នឹងមកនៅពេលដែលតាក់ហើយយើងបត់វាចុះមកក្រោមវិញយើងមកតាក់វាកន្លែងត្រង់ទឹកចំណុចទៅនេះមកយើងតាក់អញ្ចឹងហើយបន្ទាប់មកយើងចាក់កតុយកដោយើងចាក់ចំនួន15កតុយកដោអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាចាក់បាន15កតុយកដោហើយអ្នកទាំងអស់គ្នាយកវាមកភ្ជាប់បែបនេះមកយើងចាក់អញ្ចឹងមកអ្នកទាំងអស់គ្នាយើងភ្ជាប់អញ្ចឹងមករួចហើយអ្នកទាំងអស់គ្នាចាក់ចូលមកប្រឡោះទៀតតាក់វាហើយយើងចាក់កតុយកដោទៀតចាក់កតុយកដោចំនួន15ដដែលហើយយើងហូតដូច
ជួរខាងមុននឹងតដែរយើងធ្វើបែបនឹងជារឿយៗមកអ្នកទាំងអស់គ្នាយើងធ្វើបែបនឹងរហូតតតែដល់ខាងចុងនៃកម្មារបស់យើងណាកសែងពីនេះយើងក៏រួចរាល់ដែរអ្នកទាំងអស់គ្នាសង្ឃឹមថាវាជាប្រយោជន៍ហើយបើសិនជាស្រឡាញ់ចូលចិត្តកុំភ្លេចចុច Subscribe ខ្ញុំម្នាក់មួយផងអរគុណជម្រាបលាក៏ដូចជាបាយបាយជួបគ្នានៅវីដេអូក្រោយ